មេស្រីអាយុ7ឆ្នាំកំពុងលេងនៅមាត់ទន្លេស្រាប់តែឃើញតុកតាដ៏ចម្លែកមួយអន្តែតនៅលើផ្ទៃទន្លេពីចម្ងាយក្មេងស្រីនោះក៏ចាប់អារម្មណ៍នឹងតុកតានោះភ្លាមក៏លូកដៃតូចរបស់នាងចេញដើម្បីស្រង់វាតែនាងមិនដឹងថាសេចក្តីស្លាប់កំពុងខិតជិតមកនាងទេស្រាប់តែឃើញដៃខ្មោចស្លេកស្លាំងមួយលេចចេញមកហើយពីនាងទម្លាក់ទៅក្នុងទន្លេក្មេងស្រីកំសត់នោះមិនទាន់បានស្រែកផងក៏ត្រូវទឹកទន្លេត្រជាក់លេបបាត់ទៅអ្នកម្ដាយនៅក្នុងវត្តក្រោយពីបញ្ចប់ពិធីសុំពរហើយទើបដឹងថាកូនស្រីបាត់គាត់ក៏ប្រញាប់ប្រញាល់នាំមនុស្សដើររកគ្រប់កន្លែងរហូតដល់មកដល់មាត់ទន្លេទើបដឹងថានៅលើផ្ទៃទន្លេអណ្ដែតឈាមកូនស្រីទិដ្ឋភាពនេះអ្នកម្ដាយឈឺចាប់ស្ទើរតែសន្លប់ភ្លាមនោះពួកគេក៏ប្រញាប់ចុះទឹកដើម្បីរាវរកប៉ុន្តែអ្វីដែលចម្លែកនោះគឺពួកគេបានរកមើលពេញទន្លេតែនៅតែរកមិនឃើញសាកសពក្មេងស្រីនោះឥឡូវនេះបាន1ឆ្នាំហើយក៏គ្មានដំណឹងអ្វីពីកូនស្រីសោះគាត់រស់នៅក្នុងការស្ដីបន្ទោសខ្លួនឯងនិងការសោកស្ដាយជារៀងរាល់ថ្ងៃប្តីរបស់គាត់មិនត្រឹមតែមិនបន្ទោសគាត់ទេថែមទាំងលួងលោមគាត់មិនឈប់ឲ្យចេះបំភ្លេចចោលស្របពេលដែលអ្នកទាំងពីរកំពុងត្រៀមលះបង់ការស្វែងរកកូនស្រីស្រាប់តែពេលនោះពួកគេទទួលបានទូរស័ព្ទពីប៉ូលីសតើលោកអ្នកជាឪពុកម្ដាយរបស់ចាងអានមែនទេកូនស្រីលោកអ្នកស្លៀកសំពត់ពណ៌លឿងមែនទេមែនហើយតើបានរកឃើញសាកសពហើយឬសាកសពអីកូនស្រីលោកអ្នកកំពុងនៅប៉ុស្តិ៍ប៉ូលីសឥឡូវនេះប្រញាប់មកទទួលគាត់ទៅស្ត្រីជាម្ដាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មិនហ៊ានជឿទេកូនស្រីដែលបាត់ខ្លួន1ឆ្នាំនៅមានជីវិតដូច្នេះគាត់ក៏ប្រញាប់ទៅប៉ុស្តិ៍ប៉ូលីសជាមួយប្តីលទ្ធផលពេលចូលទៅភ្លាមគាត់ក៏ស្រឡាំងកាំងឃើញនៅចំពោះមុខស្រាប់តែលេចមុខស្ត្រី2នាក់ដូចគ្នាបេះបិទឈុតនេះធ្វើឲ្យប្តីប្រពន្ធគាត់ទាំង2នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនោះប៉ូលីសបែរជាស្ដីបន្ទោសគាត់ថាធ្វើជាឪពុកម្ដាយបែបម៉េចបែរជាបោះបង់កូនស្រីទាំងពីរចោលនៅមាត់ទន្លេនិយាយរួចក៏ឲ្យពួកគាត់ប្រញាប់នាំត្រឡប់ទៅវិញពេលនេះអ្នកទាំងពីរដែលកំពុងស្រឡាំងកាំងកាន់តែស្រឡាំងកាំងថែមទៀតខ្លួនឯងបាត់កូនស្រីម្នាក់ច្បាស់តែឥឡូវបែរជារកឃើញដល់ទៅ2នាក់ទៅវិញរឿងនេះធ្វើឲ្យពួកគាត់ទទួលយកមិនបានសោះដើម្បីឲ្យដឹងច្បាស់ថាតើកូនស្រីពិតប្រាកដរបស់ពួកគាត់ជាអ្នកណាពួកគាត់ក៏ត្រូវពិនិត្យមើលដៃរបស់ក្មេងស្រីទាំងពីរព្រោះដៃកូនស្រីរបស់ពួកគាត់មានស្នាមខែលើដៃវែងយ៉ាងក្មេងស្រីម្នាក់ក៏លូកដៃចេញភ្លាមពេលឃើញបែបនេះអ្នកទាំងពីរគិតភ្លាមថាក្មេងស្រីម្នាក់នេះគឺជាកូនស្រីរបស់ខ្លួនប៉ុន្តែអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺក្មេងស្រីម្នាក់ទៀតក៏មានស្នាមដូចគ្នាបេះបិទដែរទស្សនវិជ្ជានេះធ្វើឲ្យអ្នកទាំងពីរឆ្ងល់ជាខ្លាំងប្តីស្នើឲ្យយកក្មេងស្រីទាំងពីរនាក់ទៅផ្ទះឲ្យម៉ែមើលសិនទៅយ៉ាងណាក៏ម៉ែជាអ្នកចិញ្ចឹមកូនស្រីធំមកដែរហើយជាមើលដឹងភ្លាមថាមួយណាជាកូនស្រីពិតប្រាកដតែពេលដែលម៉ែបានឃើញទស្សនវិជ្ជានេះគាត់ភ័យស្លន់ស្លោស្មានតែឃើញខ្មោចនាងប្រញាប់ចូលទៅលួងលោមម៉ែក្មេកហើយឲ្យគាត់មើលថាមួយណាជាកូនស្រីពិតប្រាកដមិននឹកស្មានថាលោកយាយបែរជានិយាយថាចៅស្រីបានលងទឹកស្លាប់កាលពី1ឆ្នាំមុនទៅហើយអ្នកទាំងពីរនេះប្រកាសជាខ្មោចចៅស្រីមកទាជីវិតហើយមកលើកនេះគឺមកយកជីវិតប្តីប្រពន្ធគាត់ទាំងពីរហើយក៏រអ៊ូតមថាមកពីអ្នកទាំងពីរមិនព្រមបង្កើតចៅប្រុសឲ្យគាត់ទើបនាំពួកគេត្រឡប់មកវិញនិយាយរួចក៏ខឹងច្រឡោតចូលបន្ទប់ទៅពេលនោះកូនស្រីទាំងពីរបែរជានិយាយថាពួកគេមានវិធីធ្វើឲ្យលោកយាយចូលចិត្តពួកគេល្ងាចនោះស្ត្រីនោះបានឃើញក្មេងទាំងពីរអ្នកដើរចូលបន្ទប់របស់លោកយាយថ្ងៃបន្ទាប់លោកយាយប្រែប្រួលដូចមនុស្សផ្សេងមិនត្រឹមតែសប្បាយចិត្តលេងជាមួយពួកគេទេថែមទាំងបាននិយាយថាក្មេងទាំងពីរនាក់នេះគឺជាកែវភ្នែករបស់គាត់នាងពិតជាឆ្ងល់ណាស់ពីម្សិលមិញម៉ាក់ក្មេកស្អប់ពួកគេខ្លាំងណាស់តែថ្ងៃនេះបែរជាស្រឡាញ់គាត់ខ្លាំងទៅវិញរឿងនេះធ្វើឲ្យនាងគិតមិនយល់ពីរឿងកាលពីយប់មិញកាន់តែខ្លាំងឡើងបងចម្លែកណាស់មានអីនឹងប្រហែលជាគាត់គិតឃើញពេញមួយយប់ក៏ថាបានចៅស្រីពីរនាក់នេះដូចគ្នាបេះបិទគួរឲ្យស្រឡាញ់ណាស់តែកាលពីយប់មិញខ្ញុំបានឃើញផ្ទាល់ភ្នែកអានពីរនាក់កាន់ដៃគ្នាចូលទៅក្នុងបន្ទប់ម៉ាក់ថ្ងៃនេះប្រែប្រួលអរិយាបថសោះប្រហែលជាអានបញ្ចុះបញ្ចូលម៉ាក់ហើយមើលទៅគុំធ្វើអីឲ្យភ្ញាក់ផ្អើលចឹងដូច្នេះដើម្បីដឹងរឿងនេះឲ្យបានឆាប់គាត់ក៏នាំកូនទាំងពីរទៅមន្ទីរពេទ្យភ្លាមប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺលទ្ធផលតេស្ត DNA បង្ហាញថាកូនទាំងពីរសុទ្ធតែជាកូនបង្កើតរបស់គាត់ប៉ុន្តែគាត់ចាំបានច្បាស់ថាកាលនោះគាត់មានកូនតែម្នាក់ទេពេលនោះប្តីក៏នឹកឃើញវិធីមួយទៀតគឺសុំជំនួយពីអ្នកគ្រូឡើងនៅសាលាម្តែយ៉ាងណាមិញគាត់នៅជាមួយកូនស្ទើរតែច្រើនជាងពួកគេទាំងពីរទៅទៀតប្រហែលជាអ្នកគ្រូឡើងអាចរកឃើញអ្វីមួយប្រពន្ធក៏យល់ព្រមតាមប្តីដែរដូច្នេះគាត់ក៏បានបញ្ជូនកូនទាំងពីរទៅសាលារៀនប៉ុន្តែពេលដែលអ្នកគ្រូឡើងឃើញទស្សនវិជ្ជានេះក៏ភ័យតក់ស្លុតដើរថយក្រោយដែររហូតដល់ស្ត្រីនោះប្រាប់គាត់ពីដើមហេតុទាំងអស់ទើបលោកគ្រូឡើងធូរស្បើយបន្តិចម្ដងហើយប្រាប់ថាគាត់នឹងយកចិត្តទុកដាក់ចំពោះក្មេងទាំងពីរឲ្យបានច្រើនបើមានដំណឹងអ្វីនឹងប្រាប់គាត់ភ្លាមស្ត្រីនោះក៏ផ្ញើក្តីសង្ឃឹមទាំងអស់ទៅលើលោកគ្រូឡើងទាំងស្រុងដោយសង្ឃឹមថាគាត់អាចជួយបានដើម្បីសម្គាល់ថាកូនស្រីមួយណាជាកូនរបស់ខ្លួនចាប់ពីថ្ងៃនោះមកស្ត្រីនោះតែងតែបញ្ជូនកូនទាំងពីរទៅសាលាទាន់ពេលយូរទៅលោកគ្រូឡើងហាក់ដូចជាបានកត់សម្គាល់ឃើញអ្វីមួយរហូតដល់ថ្ងៃមួយពេលគាត់ទើបតែបញ្ជូនកូនទាំងពីរទៅសាលាអូម៉ាក់ខ្ញុំដឹងហើយថាមួយណាជាអានពិតប្រាកដរបស់ម៉ាក់